ស្លរបស់យើងឆ្អិនហើយលក់ក៏ឃើញឆ្ងាញ់ដែរការរសជាតិជាប់មាត់តែម្ដងណាអូខេបងប្អូនអរគ្នាសម្រាប់មុខម្ហូបរបស់យើងពីរមុខគឺរួចរាល់ហើយនេះต้มយำគ្រឿងសមុទ្របាទនេះគឺឆាបន្លែគ្រប់មុខជាមួយនឹងគ្រឿងសមុទ្ររបស់យើងបាទស្វាយខ្ទិះទុំសម្រាប់លាងមាត់ណាបាទជាមួយនឹងបាយរបស់យើងចានមកអូខេបងប្អូនអរគ្នាមុននឹងញ៉ាំអាហារគឺខ្ញុំសូមធ្វើការចែករំលែកជាមួយនឹងបទពិសោធន៍ឬក៏កលឹះឬក៏តិចនិចពិសេសមួយដើម្បីជួយដល់សុខភាពរបស់យើងបាទថាមុនញ៉ាំអាហារពី10ទៅ15នាទីយើងធ្វើការញ៉ាំទឹកចំនួន1កែវសិនដើម្បីអីដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់យើងណាអញ្ចឹងយើងធ្វើការចាក់ទឹកចូលបាទសម្រាប់ទឹកគឺខ្ញុំប្រើប្រាស់ជាមួយនឹងដបទឹកសុវត្ថិភាពដបទឹកបរិស្ថានជួយដល់បរិស្ថានហើយយើងដាក់ទឹកទៅវាមានសុវត្ថិភាពហើយទឹកក្តៅក្តីទឹកត្រជាក់ក្តីទឹកធម្មតាក្តីគឺវាជួយរក្សាសីតុណ្ហភាពក៏ដូចជាជួយរក្សាគុណភាពទឹករបស់យើងបាទអញ្ចឹងពេលដែលយើងញ៉ាំអាហាររួចក៏ដូចគ្នាដែរបងប្អូនណាយើងកុំតន់ញ៉ាំទឹកភ្លាមគឺយើងចាំរយៈពេលពី15ទៅ20នាទីចាំយើងផឹកទឹកបាទឥឡូវនេះដើម្បីកុំឲ្យខាតពេលតោះទៅញ៉ាំអាហារជាមួយគ្នាអូខេអញ្ចឹងមកញ៉ាំទាំងអស់គ្នាណាต้มยำนะបងប្អូនឆ្ងាញ់ក្រងបងបានទេសន្យាមិនរេស្មោះលុងខ្សែអើយប្រទេសបងប្អូនណាគេថាសម្លឆ្ងាញ់បើអត់ប្រទេសអត់ឆ្ងាញ់ទេថាសម្លតើមានប្រទេសទៅបង្កើនរសជាតិឆ្ងាញ់សន្និវាយើងចារួមគ្នាបងនឹងពុំងាបានស្គាល់គ្នាជានិស័យរងចាំសែនយូរគូព្រេងនៅក្នុងក្តីស្រមៃបេះដូងពុជស្នេហ៍ចរណៃគឺជានិស័យបបេបានចាភក្ត្រាស្រទន់មានមុនសំដំអោកែវចង់យំឲ្យរៀមចាំចិត្តចេតនាអូខេបងប្អូនសម្រាប់វីដេអូចែករំលែកពីវិធីធ្វើម្ហូបពីមុខអានឹងការញ៉ាំជាមួយជើងបាតឥឡូវនឹងដល់ទីបញ្ចប់ហើយបាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀតបាទបាយបាយ